ជាដំបូងនាងខ្ញុំសូមគោរពទៅកាន់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូមួយនេះនាងខ្ញុំឈ្មោះ Kenlina ជាសមាជិកក្រុមនៃក្លឹបគណិតវិទ្យានៃវិទ្យាល័យគូព្រេងដោយនៅក្នុងថ្ងៃនេះផងដែរនាងខ្ញុំនឹងមកបញ្យល់នៅមេរៀនពហុធាតុថ្នាក់ទី10ដែលនៅទៅលើចំណុចប្រមាណវិធីគុណនិងប្រមាណវិធីចែកនៅលើប្រភាគដែលនេះគឺគេឲ្យរូបមន្តយើងគឺ a នៅលើ b គុណនឹង c នៅលើ d អញ្ចឹងគេដឹងហើយថាប្រមាណវិធីគុណគឺគេគុណភាគយកនិងភាគយកភាគបែងគុណនឹងភាគបែងអញ្ចឹងគេបាន ac នៅលើ b bd តបមកនេះគឺជារូបមន្តចែកម្ដងដែលគេឲ្យ a នៅលើ b ចែកនឹង c នៅលើ d អញ្ចឹងយើងដឹងថាប្រមាណវិធីចែកគឺគេត្រូវយកប្រភេទទី1គុណនឹងចម្រាប់ប្រភេទទី2អញ្ចឹងយើងត្រូវបដូរវាមកដោយយើងនេះដោយ d នេះគឺជាភាគបែងត្រូវអត់អញ្ចឹងនៅពេលដែលយើងគុណចម្រាស់មានថាយើងចម្រាស់ភាគបែងទៅជាភាគយកហើយភាគយកមកជាភាគបែងវិញអញ្ចឹងយើងគុណចម្រាស់ហ្នឹងហើយគឺយើងបានជាប្រមាណវិធីគុណហ្នឹងអញ្ចឹងយើងគុណទៅគឺគុណទៅតាមទម្រង់វិធីគុណដដែលគឺភាគយកនិងភាគយកភាគបែងនិងភាគបែងគឺបាន AD នៅលើ B BC ហើយគេក៏ថាដែរថាដែល B C D ហ្នឹងគឺត្រូវឲ្យវាខុសពី0ដែលនេះគឺជាវិធានរបស់យើងគឺដើម្បីធ្វើប្រមាណវិធីគុណប្រភាគនិងចែកគឺគេត្រូវដាក់ភាគយកនិងភាគបែងនៃកន្សោមទាំងអស់ជាផលគុណកាត់កត្តាបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមសម្រួលកន្សោមប្រភេទនីមួយហើយបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមធ្វើប្រមាណវិធីគុណឬក៏ចែកតាមរូបមន្តខាងលើនេះគឺតាមរូបមន្តគុណនឹងចែកទៅតាមអីដែលគេឲ្យបន្ទាប់មកយើងចាប់ផ្ដើមចូលមកដល់ឧទាហរណ៍របស់យើងគឺយើងកណនាកន្សោមខាងក្រោមអញ្ចឹងគេឲ្យកគឺគេឲ្យ 2x ការ៉េដកនឹង 3x នៅលើ 4x បូក 5 6ហើយគេឲ្យចែកនឹង 4x ការ៉េដកនឹង 12x បូកនឹង 5 9និង4នៅលើ 4x ការ៉េដក 5 9អញ្ចឹងយើងដឹងហើយថាដើម្បីយើងអាចកណនាកន្សោមនឹងបានគឺយើងត្រូវដាក់វាជាផលគុណកត្តាសិនឥឡូវយើងមើលទៅលើលំហាត់របស់យើងនេះតើយើងអាចដាក់វាជាផលគុណកត្តាបានអត់អញ្ចឹងយើងឃើញថាគឺយើងអាចដាក់ជាផលគុណកត្តាបានអញ្ចឹងយើងមើលដំណោះស្រាយតទៀតមកគឺយើងឃើញថាអានេះគឺយើងអាចចាប់ x ចេញបានអញ្ចឹង x នៅពេលដែលយើងចាប់ចេញទៅអានេះវា 2x ការ៉េនៅពេលដែលយើងចាប់ x ចេញមួយទៅគឺវានៅសល់តែ 2x ទេហើយបន្ទាប់មកទៀតអានេះគឺ 3x នៅពេលដែលយើងចាប់ x ចេញគឺវានៅសល់តែ3ទេបន្ទាប់មកយើងមើលប្រភេទខាងក្រោមរបស់យើងម្ដងគឺ 4x បូកនឹង 5 6អញ្ចឹងយើងមើលថាវាអាចចាប់កត្តាចេញមកបានប៉ុន្មានអញ្ចឹងយើងឃើញថាយើងអាចចាប់លេខ2ចេញបាននៅពេលដែលយើងចាប់លេខ2ទៅចឹងអា 4x នេះយើងយកមកចែកនឹង2ទៅគឺយើងនៅសល់ 2x បន្ទាប់មក6នេះនៅពេលដែលយើងចែកវានឹង2ទៅគឺបាន3អញ្ចឹងបន្ទាប់មកទៀតយើងចាប់ផ្ដើមគុណចម្រាស់វាដោយតាមរូបមន្តយើងមិញហ្នឹងដូចខ្ញុំបាននិយាយចឹងថាយើងត្រូវគុណចម្រាស់វាដោយយកភាគយកមកដាក់នៅភាគបែងហើយភាគបែងទៅដាក់ភាគយកវិញអញ្ចឹងយើងមើលអានេះវាមានភាពខុសគ្នាហើយអញ្ចឹងអានេះគឺ 4x ការ៉េហ្នឹងយើងត្រូវលើកវាមកលើម្ដងហើយអា 4x ការ៉េដកនឹង 12x បូក 9ហ្នឹងយើងយកវាមកដាក់នៅភាគបែងម្ដងបន្ទាប់មកយើងក៏ចាប់ផ្ដើមមើលថាអានេះវាអាចនឹងចូលរូបមន្តដែរបើ 4x ការ៉េដក 9នេះវាចូលរូបមន្ត a ការ៉េដក b ការ៉េដោយ 4x ការ៉េនេះវាយើងអាចសរសេរវាបានជាតួ a ហ្នឹងគឺបាន 2x ការ៉េអញ្ចឹងទៅហើយអា9នេះគឺយើងអាចដាក់ចូលជាការ៉េហ្នឹងគឺបាន3ការ៉េអញ្ចឹងយើងចាប់ផ្ដើមចូលរូបមន្តរបស់យើងទៅដោយ a ការ៉េដក b ការ៉េហ្នឹងគឺស្មើនឹង a ដក b កតា a បូក b អញ្ចឹងយើងបបែកវាទៅតាមរូបមន្តរបស់យើងហើយបន្តមកទៀតយើងមើលខាងក្រោមនេះ 4x ការ៉េដកនឹង 12x បូក 9វាចូលរូបមន្តអីគេគឺយើងបានចូលរូបមន្ត a ដក b លើកជាការ៉េបន្ទាប់មកទៀតយើងចាប់ផ្ដើមគុណវាទៅប៉ុន្តែយើងឃើញថាយើងអត់តន់គុណទេឥឡូវយើងមើលសិនថាតើអាណាដែលយើងអាចសម្រួលបានឥឡូវយើងមើលភាគយករបស់យើងនេះយើងមើល3x ដកនឹង3ហើយយើងមើលខាងក្រោមតើមាន 2x ដក3អញ្ចឹងយើងមើល 2x ដក3ហ្នឹងគឺយើងមើលនៅភាគបែងរបស់យើងទៅតើមានអាណាដូចអត់គឺយើងឃើញថាវាមានដូចអញ្ចឹងយើងសម្រួលវាចោលអស់មួយតបមក 2x ដក3ទៀតអញ្ចឹងយើងមើលភាគបែងទៀតមានអាណាសម្រួលបានទៀតអត់គឺមានមួយទៀតគឺ 2x ដក3ដែរអញ្ចឹងយើងសម្រួលអស់2ហ្នឹងហើយឥឡូវនៅសល់តែ x ហើយនឹង 2x បូក3ទេប៉ុន្តែយើងមើលទៀតថាវាក៏មាន 2x បូក3ដែរអញ្ចឹងយើងសម្រួលវាចោលទៀតទៅអញ្ចឹងយើងសម្រួលម្ដុំនេះអស់ហើយវានៅសល់តែ x នៅលើ2ឯត្រូវអត់អញ្ចឹងយើងមើលចឹងចម្លើយរបស់យើងគឺមានត្រឹមតែប៉ុណ្្នឹងឯងគឺបាន x នៅលើ2ដោយសារតែពណ៌នេះគឺយើងសម្រួលវាបានអស់ហើយដោយសារវាជាប្រមាណវិធីគុណអញ្ចឹងទៅយើងអាចសម្រួលវាបានដូចនេះចម្លើយរបស់យើងគឺក៏មានតែប៉ុណ្្នឹងដែរដូចនេះកន្សោមរបស់យើង
ដូចនេះកន្សែងសំរបស់យើងគឺ 2x ការ៉េដកនឹង 3x នៅលើ 4x បូក6ចាយជាមួយនឹង 4x ការ៉េដកនឹង 12x បូក9នៅលើ 4x ការ៉េដកនឹង9គឺស្មើ x នៅលើ2ការបកស្រាយរបស់រូបនាងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់នៅក្នុងចំណុចនេះផងដែរអរគុណអ្នកទាំងអស់គ្នាដែលយកចិត្តទុកដាក់ក្នុងការស្ដាប់វីដេអូរបស់នាងខ្ញុំរហូតដល់ចប់សូមអរគុណ